អូនជឿទេមិនបានចាំសម្រាប់ជើងខ្ញុំបងមិនចង់ចាំទេប៉ុន្តែមានរបស់ខ្ញុំបានលឺហើយគឺមិនអាចបំភ្លេចបានស្នេហ៍សម្រាប់ខ្លួនរបស់សឹកខំចៃសិនប្រកាសជាងគេអូនជាកូនស្រីគូសម្រាប់ជើងមួយជាខុសពីមនុស្សធម្មតាអូនរបស់មានកាយខ្ញុំមកនេះគឺចង់ជេរបងហេតុអីតើបងមានធ្វើខុសហ េតុអីបងចាំប្រកួតប្រជាកូនជាមួយលបងស៊ីហើយរត់ថ្ងៃប្រកួតនៅថ្ងៃដែលខ្ញុំរៀបការទីមិនមែនបងចង់ប្រកួតទេគឺគេចង់ប្រកួតពេលវេលាក៏គេជាអ្នកកំណត់បងអាចបដិសេធបានតែលបងឈើតែគ្រួសារសឹកខំមានជំពាក់អីបងពីជាតិមុនបងជាបងធ្វើបាបម្នាក់ហើយម្នាក់ទេបងចង់ខ្ញុំនៅឯងក៏អស់មួយជីវិតទៅបងអស់ចិត្តមែនទេនៅពេលនោះអ្នកដែលស្លាប់ប្រហែលជាបងអញ្ចឹងអូនមកជាឯរៀបការជាមួយស៊ីយើងមានសុភមង្គលមួយជីវិតមនុស្សអាក្រក់ថាប់ទីមនៃបងអញ្ចឹងមិនក៏ស្លាប់ងាយម្ល៉េះអញ្ចឹងអូនចង់ឲ្យបងធ្វើយ៉ាងម៉េចកុំប្រកួតអីបងខ្លាចតែស៊ីយើងមិនព្រមបងអាចចាច់ចេញពីនេះបងចែងឆ្ងាយពីនេះកុំឲ្យរបស់ស៊ីរបស់ឃើញជារៀងរហូតមិនបងអាចទៅបានហេតុអីបងមិនគេពីព្រោះធំមានគេនិយាយប្រាប់បងថាអ្វីដែលមិនអាចគេចបានគឺត្រូវតែប្រឈមដូច្នេះបងបាននិយាយប្រាប់ខ្លួនឯងថាបងមិនគេចបេះពីនរណាម្នាក់នៅរឿងហេតុអ្វីផ្សេងទៀតទេបងមិនចាក់ចេញពីទីនេះបើអូននឹងតើបាត់ខឹងអាចតែបងមួយភ្លៀងទេបងមិនអាចគេចបេះបានហេតុអីក៏បងមិនទទួលយកដែរធ្វើជាស្ដេចតែយ៉ាងម៉េចក៏ជាមនុស្សដូចគ្នាដែរនៅក្នុងប្រវត្តិសាស្ត្រមានមនុស្សធម្មតាជាច្រើនអាចធ្វើជាស្ដេចអ្វីដែលបងស្អប់គឺការប្រជែងគ្នានៅក្នុងរាជវាំងអញ្ចឹងបងតកែប្រែវាទេមហាចៅឈើលឹងដែលខ្ញុំស្គាល់នោះគឺជាមនុស្សដែលមានលទ្ធភាពអាចកែប្រែរឿងថាដែលបានល្អប្រសើរឡើងវិញអូនមិនទេហេតុអីបានជាបងធ្វើបែបនេះដាក់ខ្ញុំកាលពីមុនតើមានរឿងអីកើតឡើងបានជាបងធ្វើបែបនេះដាក់ខ្ញុំអូនភ្លេចអស់ហើយមែនទេបងភ្លេចក៏ហេតុតិចឃើញចឹងប្រហែលជាល្អចំពោះពួកយើងទាំងពីរចាំខ្ញុំស្ទាបមករបួសឲ្យបងណានៅមានជួបបានផ្សេងទេមានប្រយោជន៍ទេតិចបានចឹងសាញ់ចាំម្ដងមើលសិនអូនមិនខ្ញុំស្អប់ឈូសឡើងរឿងណាសិនអ្នកទាំងពីរធ្វើអីបងសិញអើអ្នកបងស្លាប់នៅក្នុងបន្ទប់របស់ជូពួកខ្ញុំមកពិនិត្យជំងឺអញអ្នកបងពិនិត្យជំងឺអីតាអ្នកទាំងពីរទៅមានជំងឺថយចេញប៉ុន្តែចេញទៅអ្នកបងសិញអើបងមិនដឹងថាសុខភាពបងមានបញ្ហាអីទេតើខ្ញុំមានជំងឺអីដែរអញ្ចឹងខ្ញុំសួរបងកាលពីមុនបងមានមនោសញ្ចេតនាជាមួយស៊ីអីយិនទេព្រោះខ្ញុំស្រឡាញ់គាត់អញ្ចឹងបងចាប់ផ្ដើមទៅស្រឡាញ់គេពីអង្ការរឿងនេះមិនតាក់ទងនឹងនាងទេគ្មានតាក់ទងឬមើលមិនឃើញខុសគ្នាឆ្ងាយណាស់បានតែបងចាប់ផ្ដើមស្អប់របស់ជូពីអង្ការដែរតាមការចង់ចាស់របស់ខ្ញុំដឹងថាបងនិងរបស់ជូបានផ្ដោតស្លាប់រស់ជាមួយគ្នាទោះជាមនោសញ្ចេតនាជ្រាលជ្រៅក៏មិនដល់ថ្នាក់ស្អប់ដែរជើងគេរបួសធ្ងន់ដោយសារគេបងខ្ញុំស្លាប់ដោយសារគេតែខ្ញុំមិនលើអ្នកបងស្ដីបន្ទោសឲ្យរបស់ជូទេមកខ្ញុំមិនស្ដីបន្ទោសគេមែនតែខ្ញុំមិនអភ័យទោសគេទេខ្ញុំអត់ឈឺទេអ្នកទាំងពីរតែឈឺស្អប់គេក៏មានមូលហេតុដែរគ្រូពេទ្យទេលោកពិនិត្យដឹងថាមានបញ្ហាអីទេខ្ញុំពិនិត្យឃើញថាអត់បញ្ហាអីទេសុខភាពរបស់សឺខុងស៊ីនអឺល្អណាស់ជំងឺបន្តិចក៏គ្មានដែរទោះជាមនុស្សមុនយ៉ាងណាសុខភាពតែងតែមានបញ្ហាតែងទួយលុះថាតើធ្លាប់ផឹកឡានជិនអ៊ីស៊ឺខ្ញុំ
ខ្ញុំសង្ស័យថាស៊ឺខុងស៊ីងអឺនេះប្រហែលជាខ្លាំងទើបរៀបការជាមួយស៊ឺអេយិនស្អប់លបងឈូបំបែកបំបាក់ពួកគេតាមមើលស៊ឺខុងស៊ីងអឺនេះមែនតើហើយតែបញ្ហាគឺថាហេតុអីស៊ឺខុងស៊ីងអឺមានការចងចាំឡើងវិញអ្នកដែលផឹកឡានធីនអ៊ីស៊ឺគួរតែភ្លេចនៅអ្វីៗទាំងអស់ដូច្នេះមិនមែនសុខភាពនាងមានបញ្ហាទេគឺកន្លែងនេះមានបញ្ហានាងស្រឡាញ់សៀយិនយ៉ាងនេះតែសួរនាងថាស្រឡាញ់សៀយិននាងក៏ឆ្លើយមិនចេញនាងប្រហែលជាត្រូវគេដាក់មុនអាគមបិសាចបញ្ជាលើចិត្តរបស់នាងទៀតដឹងនាងអាចយ៉ាងដែរដូច្នេះពេលយើងចែកផ្លូវគ្នាទៅរកចម្លើយត្រូវដោះស្រាយបញ្ហានេះមុនពេលស៊ីងអឺទៅរៀបការជាមួយសៀយិនបើមិនចឹងទេយឺតពេលហើយបានបាត់មួយថ្ងៃតាមពិតសង្ងំនៅក្នុងនេះទេយ៉ាងម៉េចចង់ទៅរាជធានីប្រឡងធ្វើជាមន្ត្រីស្រីខ្ញុំមិនមានចិត្តទៅធ្វើជាមន្ត្រីស្រីស្អីនោះទេខ្ញុំកំពុងតែមើលសិភៅពេទ្យមើលស៊ីងអឺហេតុអីបានខ្លាចជាអញ្ចឹងមែនទេបើតាមនាងយល់តាមមកពីរឿងអីបើខ្ញុំដឹងខ្ញុំមិនបាច់ស្មុគស្មាញទេប៉ុន្តែខ្ញុំមានកំណត់មួយប្រកាសជាមានមនុស្សប្រើវិជាអ្វីមួយធ្វើឲ្យបងស៊ីងអឺមានការចងចាំឡើងវិញបន្ទាប់មកក៏កែប្រែគាត់ឲ្យគាត់ស្រឡាញ់សៀអ៊ីយិនហើយស្អប់លបងឈូហើយបើហុងស៊ីននេះទីនេះល្អហើយគាត់ចេះដឹងច្រើនប្រកាសជាអាចរកឃើញជួបបាយល្អបើស៊ីងអឺនឹកឃើញរឿងដើមវិញនាងមិនស្អប់ទៅកើស្អុយអ្នកនាងស្រឡាញ់មិនមែនសៀអ៊ីយិនអញ្ចឹងសៀអ៊ីយិនមិនសប្បាយអត់ប្រយោជន៍ទៅហើយទេទោះអញ្ចឹងក៏អត់បញ្ហាដែរស្នេហាមិនអាចបង្ខំបានទេបងរកខ្ញុំមានការអីអូខ្ញុំចង់ដឹងថានាងយល់យ៉ាងម៉េចដែរពីរឿងស៊ីងអឺប្រែប្រួលអារម្មណ៍ខ្ញុំនិយាយប្រាប់ខ្ញុំថាស៊ីងអឺតាក់ទងនឹងស៊ូយងយងខ្លាចជាឃាតករពួកសំណាញ់មេឃត្រូវហើយពួកគេទុកមិត្តភក្តិកាលពីមុនគឺជាសត្រូវដូចគ្នាស៊ីងអឺខ្លាចទៅជាធម្មតាវិញនោះប្រហែលជាអាចជួយយងយងបានអញ្ចឹងឆាប់រុំចូលបាយទៅកើស្អុយនឹងសៀអ៊ីយិន3ថ្ងៃទៀតប្រយុទ្ធគ្នាថាម៉េចប្រកួតមុនពេលកំណត់ហើយសៀអ៊ីយិនខ្លាចខ្លួនឯងស្លាប់ទៅនាំទុកដល់ស៊ីងអឺមេម៉ាយដូច្នេះក៏ប្រយុទ្ធមុនពេលកំណត់បើខ្លួនបានរស់យប់នោះប្រយុទ្ធឲ្យរៀបការតែម្ដងហើយខ្លាចតែបន្តរកឃើញជួបបាយរបស់សៀអ៊ីយិនហើយនឹងស៊ីងអឺគឺមានទាំងវងទៅហើយបើតាមយោបល់ខ្ញុំ3ថ្ងៃទៀតទៅអុកលុកនៅកន្លែងមង្គលការទៅបានធ្វើយ៉ាងណាត្រូវឧបឡាយមិនឲ្យសៀប៉ាប៉ានឹងពនាងរៀបការទេហេតុអីក៏ចង់ទុករឿងមង្គលការរបស់ពនាងយូរយ៉ាងនេះអត់ទេធ្វើតាមដំណើរទៅមិនរំខាននាងអានសភៅពេទ្យទេណែបងហួរតើបងគិតថាចាត់ដល់ពេលណាទៅនិយាយរឿងស៊ូយងយងប្រាប់បងឈូមើលទៅគួរតែឆាប់និយាយបើមិនចឹងទេថ្ងៃក្រោយពេលដែលយងយងចង់ស្លាប់តកើស្អុយខ្ញុំខ្លាចតែមនុស្សនេះមិនហ៊ានតដៃវិញដូច្នេះជួយតកើស្អុយស៊ូយងយងបានឬមិនបានលើកនេះគឺពឹងលើនាងខំប្រឹងឡាមិនបានជាខ្ញុំនឹកមិនឃើញពីយុទ្ធសាស្ត្រសង្គ្រាមអញ្ចឹងប្រកាសជាមិនខុសទេហើយដើរកកូកកាយពេញភូមិឋានសៀហើយនៅតែមិនឃើញពនាងទៀតឬក៏តកើស្អុយហៅពនាងទៅប្រជុំពីរឿងអីទៀតហើយត្រូវមើលពួកគេសិន